រឿងភ្នាល់គ្នារឿងខ្មោចមានក្មេងៗ4 5នាក់ជាសិស្សលោកនៅវត្តមួយដែលរពេញទៅដោយកន្លែងកប់ខ្មោចដែលត្រូវយកទៅកប់ទីនោះមានទាំងឈឺស្លាប់ចាស់ស្លាប់និងស្លាប់តៃហោងដែលធ្វើឲ្យសិស្សលោកខ្លះខ្លាចមិនហ៊ានចេញពីវត្តទេនៅពេលយប់ប៉ុន្តែមានក្មេងវត្ត3ឬ4នាក់ផ្សេងទៀតដែលមិនខ្លាចខ្មោចតែងតែប្រកែកគ្នាជាមួយក្មេងវត្តខ្លាចថាតើខ្មោចមានមែនឬក៏អត់អ្នកដែលខ្លាចខ្មោចនិយាយថាប្រកាសជាមានចំណែកឯក្មេងវត្តដែលមិនខ្លាចខ្មោចប្រឆាំងវិញថាខ្មោចវាគ្មានទេនៅលើលោកនេះក្មេងៗវត្តទាំងអស់នោះតែងនាំគ្នាជជែកតែពីរឿងមានខ្មោចនិងអត់ខ្មោចរាល់ថ្ងៃរហូតដល់ពួកគេមិនអស់ចិត្តរៀងខ្លួនក៏កើតគំនិតមួយចង់ពិសោធន៍រកការពិតនៅក្នុងការពិសោធន៍នោះពួកគេក៏មានភ្នាល់ដាក់លុយថែមជាតិផងគឺថាប្រសិនបើខាងណាចាញ់ត្រូវអនលុយម្នាក់1000រៀលពេលដែលយល់ព្រមគ្នារៀបរយហើយយប់នេះគេរងចាំព្រះសង្ឃសូត្រមន្តចប់និងនិមន្តឡើងលើកុដិអស់ពួកក្មេងវត្ត4នាក់បាននាំគ្នាសម្ដៅទៅវាយកប់ខ្មោចដែលពេលនោះម៉ោងប្រហែលជាង10នាទីហើយលក្ខខណ្ឌរបស់ពួកគេគឺគេឲ្យអ្នកដែលនិយាយថាខ្មោចមិនមាននៅក្នុងលោកនេះយកដុំថ្មគ្រវែងទៅលើភ្នោខ្មោចហើយត្រូវស្រែកថាខ្មោចអើយនៅឯណាចេញមកវើយរួចហើយឲ្យឈរបែរខ្នងដាក់ភ្នាល់ខ្មោចចំណែកឯ3នាក់ទៀតក៏ស្រែកឡើងព្រមគ្នាថាអេខ្មោចងាប់ខ្មោចតៃហោងចេញមកវើយអោតក្បាលចេញមកវើយក្រោយពីស្រែករួចហើយអ្នកទឹក3ត្រូវរត់ទៅវត្តវិញទុកឲ្យអ្នកមិនខ្លាចខ្មោចនៅម្នាក់ឯង10នាទីគេធ្វើដូច្នេះ3ថ្ងៃលុះដល់ថ្ងៃទី3គឺជាថ្ងៃសឺរ៍15កើតអ្នកទាំង4ក៏មកធ្វើពិធីរបស់ពួកគេដូចសពមួយដងតែយប់នេះអ្នកដែលក្រវែងដុំថ្មគប់ភ្នាល់ខ្មោចត្រូវឈរនៅទីនោះឲ្យយូរបន្តិចចំណែក3នាក់ទៀតរត់ទៅវត្តរងចាំលទ្ធផលពេលក្មេងវត្តចិត្តហ៊ានបង្កចំលក់ជាមួយខ្មោចមកដោយភ្នាល់ខ្មោចហើយក៏សម្លឹងរុកមើលដុំថ្មរួចចាប់ក្រវែងទៅលើភ្នាល់ខ្មោចស្រែកថាខ្មោចអើយខ្មោចតៃហោងចេញមកវើយអញចង់ឃើញណាស់ពេលដែលស្រែកហើយក៏ឈរបែរខ្នងដាក់ភ្នាល់ខ្មោចដូចពីដំបូងដែរប៉ុន្តែយប់នេះក្រៅពីស្ងាត់ខុតធម្មតាស្រាប់តែសុកសំលេងក្អែកក៏លាន់លឺឡើងកាកថែមទៀតក្មេងវត្តចិត្តហ៊ានអោនក្បាលចុះសម្លឹងតាមចន្លោះជើងរបស់គេមើលទៅភ្នាល់ខ្មោចពេលនោះគេក៏ឃើញរបត់ដែលគេមិនធ្លាប់ឃើញតាំងពីមុនមកធ្វើឲ្យចិត្តរបស់គេញាប់ញយជប៉ុនពេកគេបានឃើញមនុស្សខ្លះអង្គុយខ្លះឈរពះពេញភ្នាល់ខ្មោចមានខ្លះបុកដៃហៅគេឲ្យជល់ទៅរកនិងខ្លះទៀតកំពុងតែដើរមករកគេទាំងមុខមាត់គួរឲ្យខ្លាចទាំងមុខមាត់នឹងជះក្លិនស្អុយចង់ក្អួតដល់ពេលនេះក្មេងវត្តចិត្តក្លាហានដឹងភ្លាមថាអ្វីដែលវាបានឃើញពេលនេះគឺគ្មានស្អីក្រៅពីខ្មោចនោះទេក្មេងវត្តចិត្តក្លាហានជាយាមងើបមុខឡើងតែវាងើបមិនរួចសោះដូចជាមានអ្វីមកសង្កត់កជាប់ប្រងស្រែកហៅគេឲ្យមកជួយតែស្រែកមិនរួចភ្នែកវានៅតែសម្លឹងឃើញច្រមុះធំក្លិនស្អុយចង់ដាច់ខ្យល់ស្លាប់ហើយខ្លាចក៏ខ្លាចទៀតហ្វូងខ្មោចកាន់តែដើរមកចិត្តបន្តិចម្ដងឃើញទឹកឈាមនិងទឹកលឿងហូរស្រោចស្រពះពេញដងខ្លួនមុននឹងវាដួលសម្លាប់ក្មេងចិត្តក្លាហានចាំបានជប់នឹងភ្នែកថាឃើញជើងខ្មោចមានតែឆ្អឹងសស្គោះឈរព្រួងព្រាតក្បែរខ្លួនព្រមទាំងសើចលាន់ទ្រហឹងអើងអាប់ពេលដើមស្មារតីឡាញ់នៅម៉ោង12វាបាក់ភ្នែកព្រឹមឃើញប្រសង់ព្រមទាំងក្មេងវត្តជាច្រើនញាក់ឈរចំរោមមើលមកវាម្ដងនេះវាអត់ទាំងលុយភ្នាល់1000រៀលថែមទាំងភ័យតតែសន្លប់ថែមទៀតការអប់រំនៃសាច់រឿងនេះបង្ហាញពីផលវិបាកនៃការមិនជឿអ្វីមួយដោយមិនបានពិចារណាឬក៏លឹបបាញ់ភ្នាល់ដ៏គ្រោះថ្នាក់វាបង្រៀនថាកុំបំពានជំនឿឬទីកន្លែងគួរឲ្យគោរពការនិយាយបង្កហេតុឬបំពានទីកន្លែងដូចជាទីកប់ខ្មោចអាចនាំមកនូវផលវិបាកដែលមិនអាចនឹកស្មានបានទាំងផ្លូវចិត្តនិងផ្លូវកាយកុំលបាញ់ភ្នាល់ដោយយកជីវិតឬភាពសុវត្ថិភាពផ្ទាល់ខ្លួនមកលេងសើចលេខបែងនេះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវមានការប្រុងប្រយ័ត្ននិងទទួលស្គាល់ដែនកំណត់របស់ខ្លួនពេលខ្លះការជឿជាក់លើខ្លួនឯងហួសពេកអាចនាំទៅរកគ្រោះថ្នាក់